ok chẳng nhầm thưa xa thầm mấy nhầm xong vậy vô vô chẳng nhầm cho blank thầm mấy máu ok nè chẳng cho blank thầm mấy máu chẳng nhầm nâng tôi vô file để nhầm ban bරුm mình ở bộ dân hơi ấy nhầm nhà ơi nó không Microsoft Teams ní file ព័ត៌មាននេះគឺវាមានច្រើនជាងមុនហើយនឹងមានព័ត៌មានមួយចំនួនដែលអត់អូខេនេះឃើញហើយមាន course title មួយមានអាទី8ផងមានអាទី6ផងខ្ញុំយកមកផ្សេងខ្ញុំមកដាក់ចូលឲ្យបានច្រើនដើម្បីឲ្យយើងឃើញថាបើសិនជាយើងគ្រាន់តែលុបវាទេធ្វើឲ្យអាព័ត៌មានផ្សេងវាបាត់ដែរអញ្ចឹងអា process ទី1របស់យើងហ្នឹងគឺវាអត់ដើរបានល្អទេអូខេចឹងយើងទៅទាញ file ពីយើងទៅមើលសិនថា file យើងជា file អីជា CSV ឬ Excel អូខេចឹងនៅក្នុងហ្នឹងវាជា file Excel ខ្ញុំចុចលើ file Excel មកឃើញឬអត់តាន់ឬអីប្រាប់ណាvoice មកលើកដៃមើលអត់ឃើញទេព្រោះខ្ញុំកំពុងតែ share screen អញ្ចឹងខ្ញុំអត់ឃើញពួកយើងលើកដៃទេអញ្ចឹងពួកយើងទៅបើក voice ឲ្យប្រាប់ថាលោកគ្រូអត់តាន់ទេ again please training ខ្ញុំយក file ដាក់ក្នុងនេះនេះ file ដែលខ្ញុំដាក់រួមគឺនៅក្នុងនេះអញ្ចឹងចុចលើវាមកអញ្ចឹងកន្លែងហ្នឹងយើងមិនបាច់ load ទៀតទេព្រោះយើងដឹងថាយើងត្រូវតែ transform អីអញ្ចឹងយើងចុច transform data យកហ្មងទៅព្រោះយើងត្រូវតែធ្វើការ clean data វាឲ្យស្អាតសិនមុននឹងយកវាយកទៅប្រើនៅក្នុង Power BI គេណោះធម្មតាគួរតែលឿនលើកុំព្យូទ័រពួកយើងដោយសារខ្ញុំប្រើពពួក software ផ្សេងដែល run វានៅលើ Mac អញ្ចឹងទៅវាហឹង slow ជាងធម្មតាអូខេ transfer ទៅអញ្ចឹងវារត់ទៅ Power Query អូខេអញ្ចឹងទី1មិញគឺយើង remove column ណាដែលយើងអត់ចង់បានទឹកអូខេណា column ដែលយើងអត់ចង់បានគឺយើងមានសឹងតែ ID ក៏ទៅដែរក៏បានដែរនេះអានេះគឺជា column ដែលយើងអត់ចង់បានយើង select ទាំងអស់នេះមកហើយយើង remove វាចោលអូខេណាអូខេវិធីទី1អូខេខុសរបស់យើងលេង remove លេងកើតហើយដូចខ្ញុំប្រាប់អញ្ចឹងយើង remove លេងកើតហើយដោយសារតែមានកន្លែងមួយចំនួនដែលយើងត្រូវការនេះយើងមានមួយចំនួនយើង remove វាលេងកើតហើយខុសទី6ខុសទី8ដោយសារយើងមានព័ត៌មានយើងត្រូវការអញ្ចឹងកន្លែងហ្នឹងយើងអាច remove បានទេបន្ទាប់មកទៀតយើងឃើញឆ្នាំនេះវាមាន null មានន័យថាព័ត៌មានហ្នឹងគឺអត់មានអីហ្មងយើងអត់ដឹងថាឆ្នាំណាអត់ដឹងខុសណាអញ្ចឹងបើសិនជាគេបានរើសឆ្នាំទេគឺយើងអត់យកទេព័ត៌មានហ្នឹងប្រើកើតទេដោយសារយើងអត់ដឹងថាគាត់ខុសឈ្មោះអីក្នុង semester ណាអញ្ចឹងយើងអត់កើតទេអញ្ចឹងកន្លែងហ្នឹងយើងត្រូវ remove empty ចោលហេអញ្ចឹងឲ្យវានៅសល់ណាមានឆ្នាំមាន semester បានវាជាព័ត៌មានដែលយើងត្រូវការអូខេណោះបន្ទាប់មកកន្លែងហ្នឹងគឺយើងមើលឃើញថានេះបើសិនជា title នេះមានអាផ្សេងទៀតអត់មានទេប៉ុន្តែបើសិនជាអាផ្សេងមានអា title ដំបូងហ្នឹងគឺអត់មានគេអូខេដោយសារអាហ្នឹងគឺជាព័ត៌មានដែលគេ design មកពីគេហៅថា Google Form ឬក៏ Microsoft Form អញ្ចឹងកន្លែងហ្នឹងគឺយើងប្រើ function merge merge អញ្ចឹងយើង select ទាំងខុសទាំង8ហ្នឹងមកបន្ទាប់មកយើង merge ខុសហ្នឹងចូលគ្នា merge column ហ្នឹងចូលគ្នាអញ្ចឹង merge column នោះណាខ្ញុំភ្លេចបាត់ហើយខ្ញុំដើររកតិចសិនពឹប group by reverse អានេះ merge query អានេះ merge ផ្សេងទេយើងចង់បាន column អូខេមកស្ដាំលើហ្នឹងហ្មងតើអូខេ very good អូខេណាអូខេយ៉ាយើង select ទាំង8ខហ្នឹងមកយើងចុច merge column មកបន្ទាប់មកកន្លែងហ្នឹងយើង merge វាមកយើងដាក់ឈ្មោះអីឃើញទេខ្ញុំសុំដាក់ឈ្មោះថា course title គេ separator ថាឧទាហរណ៍ពេលខ្លះវាមាន title 6ផង7ផងតើស្អីគេដែលនៅកណ្ដាលយើងអាចប្រើ comma ប្រើ colon ប៉ុន្តែយើងកន្លែងហ្នឹងយើង make sure ឲ្យថាបើមានអាមួយអាផ្សេងទៀតអត់មានទេអញ្ចឹងយើងដាក់ណានមកហើយអូខេឃើញណាអញ្ចឹងយើងទៅមើលព័ត៌មានរបស់យើងណានេះខុស title របស់យើងនេះឃើញទេ
យើងបាត់អាផ្សេងអស់ហើយនៅសល់តែហ្នឹងឯងហើយយើងមើលមកវាមានទាំងអស់អាផ្សេងដែលអត់មានមិញវាយកមកបញ្ចូលនេះអស់ហើយចង់ដឹងយើងចុចលើនេះមកវាមានទាំងអស់ឃើញទេបើករណីណាវាមាន null ឬ empty ហ្នឹងគឺយើងត្រូវលុបវាចោលវាមានបញ្ហានេះឃើញទេព័ត៌មានយើងគឺមាននេះទាំងអស់លេខមានខុស title 1 2 3ទៀតទេអូខេអញ្ចឹងអីដែលយើងបានឆ្នាំយើងបានខុស title ហើយបន្ទាប់មកទៀតគឺយើងត្រូវតែ unpivot ព័ត៌មានទាំងអស់នេះត្រូវទេដោយសារតែយើងចង់ convert អក្សរទាំងអស់ហ្នឹងឲ្យទៅជាលេខព្រោះអីលេខយើងអាចរក average បានអក្សរយើងអាចរក average បានទេអូខេអញ្ចឹងបើយើង select ទាំងអស់នេះពីឆ្វេងទៅស្ដាំហ្នឹងច្រើនខ្ញុំខ្ជិលខ្ញុំ select តែអាពីរនេះមកហើយខ្ញុំប្រើវិធី unpivot other column អូខេណោះព្រោះខ្ញុំខ្ជិល select ច្រើនខ្ញុំ select តែ2មកហើយក្រៅពីហ្នឹងគឺខ្ញុំ unpivot ទាំងអស់ឬក៏យើងអាសាយើងអង្គុយចុច select ទាំងអស់ហ្នឹងក៏បានដែរអាហ្នឹងសាច់លើពួកយើងទេខ្ញុំខ្ជិលខ្ញុំ select តែ2នេះមកហើយខ្ញុំយក order អូខេនេះអានេះដល់ដែលអាផ្សេងទៀតគឺវាមកអង្គុយធ្វើ unpivot ឲ្យយើងទាំងអស់ហ្នឹងឃើញទេទាំងអស់ហ្នឹងអូខេបន្ទាប់មកទៀតយើងប្រើអីគេ add column ថ្មីមួយមកប្រើ conditional column អូខេណាគឺយើងចង់បំបែកពីអា agree ធម្មតាហ្នឹងទៅជាអីផ្សេងៗអញ្ចឹងយើងមិនមានអីគេយើងប្រើ rate ណាបើសិនជា value វាស្មើនឹង totally agree ឲ្យវាលេខ5ពុបបើសិនជា value នឹងស្មើនឹង agree មាន space ណោះយើងបើយើងចាំហើយដោយសារធ្វើឲ្យម្ដងបើអត់ហើយទេយើងដាក់ទៅសិនហើយយើងត្រូវ verify វា4បើសិនជាវាស្មើ0ដាក់វាលេខ3បើសិនជាវាស្មើ disagree ដាក់វាលេខ2បើសិនជាវាស្មើយើងចុចមកលើនេះវិញបានគាត់សាត់អីណាលេខ1បើខុសពីហ្នឹងខ្ញុំដាក់ណាអក្សរតូចអូខេខ្ញុំ check ឲ្យមើលឧទាហរណ៍យើងចុចទៅហើយទៅហ៎ចឹងមែនយ៉ាងយ៉ាយើងលុបអានេះមកនេះ control z នេះខ្ញុំប្រាប់ថារាល់ការធ្វើរបស់យើងគឺនៅក្នុង step ទាំងអស់ហើយយើងលុបអាហ្នឹងចោលហើយធ្វើសាមីមកនេះ unpivot មិញលុបចោលមកហើយធ្វើថាម៉េចណាឬក៏ក្នុងនេះមិញយើងបាន apply step មួយចំនួនវាអត់ត្រូវយើងចុចអាសញ្ញានេះក៏បានលុបចោលធ្វើសាមីក៏បានចុចសញ្ញានេះក៏បានដែរនេះ agree ខ្ញុំនៅខុសដែរចាឃើញនៅខុសដែរទេក្នុងករណីហ្នឹងនេះឃើញហើយវាចាប់អត់បានទេខ្ញុំចុចលើវាមកវាចាប់អត់បានទេទោះខ្ញុំប្រើ space ក៏ដោយវាចាប់អត់បានដែរវាអត់ស្មើលេខ4នេះវាទៅជា null វាគឺរត់ឃើញដោយសារតែខ្ញុំធ្លាប់ check មើលហ្នឹងគឺ space ពីមុខហ្នឹងគឺ space ជា space ខ្មែរអញ្ចឹង space ខ្មែរវាមិនមែន space ធម្មតាវាមានអក្សរពិសេសរបស់វាតែយើងមើលឃើញវា space អញ្ចឹងទៅវិធីដែលល្អខ្ញុំណែនាំឲ្យយើងចុចលើហ្នឹងហើយ copy វាមកហ៎ហើយយើងចុចលើនេះមកហើយយើងចូលlại agree ហ្នឹងខ្ញុំលុបវាចោលអស់ហើយយើង control V វាមកវិញអញ្ចឹងចង់ space អី space ខ្ញុំមិនដឹងទេរឿងរបស់អ្នកឯងបើខ្ញុំ copy អ្នកឯងមកអូខេមកអញ្ចឹងវាលែងនេះឃើញទេបាទ conditional អូខេយ៉ាត្រូវតាផ្លេច Y ណោះOkay, thank you. Yeah, maybe all correct. ឃើញណាចឹងឥឡូវយើងបានព័ត៌មានអស់ហើយណាមើលណាគេអត់ទាន់អីហ្នឹងយើងអាចយល់ឬក៏ទៅ say concept step ទុកសិនក៏បានដែរហើយចាំយកមក apply តាមក្រោយក៏បានដែរគោលដៅដែលខ្ញុំចង់បានគឺចង់បានថាឥឡូវខ្ញុំជួបបញ្ហាអីតើខ្ញុំដោះមិនខ្ញុំប្រើ keyword អីគេអូខេខ្ញុំ record វីដេអូហ្នឹងឯងចាំមើលខ្ញុំផុសឲ្យមើលឃើញណាខ្ញុំបន្លែណាអញ្ចឹងយើងបាន transform ឬក៏ clean data ហើយមក aim អីយ៉ា
មួយទៀតអាចនឹងតាក់ទងជាមួយនឹងប្រភេទតន័យ data type អញ្ចឹងយើងអាចចាំមើលនៅនេះតើsymbol របស់វាហ្នឹងវាចេញ symbol ដែលយើងចង់បានអត់បើវាជាលេខវាគួរតែមាន sigma symbol ពីមុខបើវាជាអក្សរវាអត់ឃើញអីទេបើវាជាថ្ងៃខែវាជាប្រភេទ calendar វាជាអីផ្សេងៗចាំតិចអូខេនេះអត់មកទេណាអញ្ចឹងខ្ញុំចូលទៅកន្លែងនេះចុចលើ table ហ្នឹងមកហើយខ្ញុំចុចលើ rate ហ្នឹងមកហើយខ្ញុំ change វាទៅជា whole number អត់ឲ្យ change អូអត់ឲ្យ change មែនcategory អត់ឲ្យ change មួយ edit query refresh អើយធ្វើនៅលើហ្នឹងវាអត់ឲ្យ change នេះ whole number នេះសោះអូខេ I want yes whole number នេះវាចេញសញ្ញាហ្នឹងឯងឃើញទេដើម្បីវាជាលេខវាអាចធ្វើប្រមាណវិធីបានអញ្ចឹងកន្លែងហ្នឹងយើងអាចដាក់ slicer មុនគេក៏បានដែរនេះ slicer របស់យើងអូខេណោះហើយយើងចុចលើ cost មកអញ្ចឹងវានឹង show cost ទាំងអស់នៅក្នុង slicer ហ្នឹងអូខេនេះ cost ទាំងអស់អូខេបន្តមកទៀតយើងចង់បានតម្លៃរបស់វាគឺយើង show វាជា metric មកអូខេគឺជាប្រភេទ rate របស់វាquestion ទីម៉ាន rate ម៉ាន question ទីម៉ាន rate ម៉ានហ្នឹងយើងចុចលើ attribute មកជាមួយនឹង rate របស់វាអូខេណោះពុបនេះអញ្ចឹងយើងនឹងបានវាហើយអូខេប៉ុន្តែវាជា sum ណាយើងត្រូវដូរកន្លែងហ្នឹងទៅជា average អញ្ចឹងវានឹងខ្លះជា average អញ្ចឹងចុចលើ cost ណាមួយវានឹងជាតម្លៃរបស់ cost មួយហ្នឹង average របស់ cost មួយហ្នឹងអូខេនេះឃើញទេចាំមានមុខវិជ្ជាអីផ្សេងទៀតអូខេអត់អូខេអញ្ចឹងយើងចង់បានទៀតគឺ good point ហើយនិង bad point អញ្ចឹងយើងយកអាមិញហ្នឹងមកណាឬក៏យកអានេះក៏បានដែរយកនេះដូចជាអត់គ្រប់ឲ្យយកមកសិនអត់ត្រូវចាំជួបបញ្ហាចាំដូរទៅប្រើ metric វិញណាយើងកុំសូនសាញថាតតែត្រូវមិនយើងហ៊ានធ្វើអត់ទេយើងអាចយកមកសាកធ្វើទៅហើយយើង explore លើវាវិញអញ្ចឹងកន្លែងហ្នឹងគឺយើងចង់បានតែ value វាទេណាហើយមួយទៀតattribute មួយទៀតអូខេមាន attribute ហើយនឹង value វាអូខេអានេះវាអាចគ្រប់បានផងយ៉ាវា roll by roll ក្នុងនេះវា roll by roll អញ្ចឹងវាធ្វើបានអញ្ចឹងត្រូវចុចលើវាមកដើម្បី change វាទៅជានេះវិញមួយ attribute មួយ value យើងទាញ value យើងដាក់នេះមកអញ្ចឹងយើងអាច click លើវាបានអូខេនេះឃើញអត់មកប៉ុន្តែយើងអត់ចង់បានអាក្រោមទេដោយសារអាក្រោមហ្នឹងវាជាលេខវាមានហើយអញ្ចឹងយើងចុចលើវាមកចុចលើអា visual មួយហ្នឹងដែលយើងចង់ filter ចុចមក filter នេះមកពេលខ្លះយើងឃើញចេះចុចវាមកនេះតមកកន្លែងហ្នឹងគឺយើងចង់ filter យកតែអាផ្កាយពីរនេះទេអា5 not យកយើងចុចលើ attribute នេះមកហើយយើងយកតែផ្កាយពីរហ្នឹងបានហើយនេះឲ្យបិទវាវិញបានអូខេពេលយើងចុចអីមួយមកនេះវានឹង show តែពីរហ្នឹងទេអូខេនេះបានទេបានទេឃើញទេដែរហើយចប់ហើយតមកយើង save ហើយបាត់អូមួយទៀតសំណួរដែលខ្ញុំចោទសួរហ្នឹងគឺរឿងរៀងលំដាប់យើងឃើញរៀងលំដាប់ទេវាអត់ទៅតាមលំដាប់ដែលយើងចង់បានទេដោយសារវាជាអក្សរអញ្ចឹងអក្សរលេខ1ហើយលេខ0ហ្នឹងវាមកមុនលេខ1ហើយនឹងលេខ1លេខ1អានេះលេខ1វាមកមុនលេខ2អូខេអត់អញ្ចឹងវាអត់រៀងលំដាប់ឲ្យយើងត្រូវទេដោយសារវាជាអក្សរអញ្ចឹងយើងត្រូវតែបំបែកវាទៅជាលេខដើម្បីឲ្យវារៀងលំដាប់បានអញ្ចឹងបើចង់បំបែកវាទៅជាលេខយើងហត់ទៅ transform data យើងវិញអញ្ចឹងកន្លែងហ្នឹងគឺយើងមាន attribute មួយខ្ញុំចង់ចាប់លេខពីមុខហ្នឹងយកវាមកដាក់ពីខាងក្រៅជា ordering number ព្រោះបើលេខវាជាលេខប្រភេទវាជាលេខហ្មងវានឹងគេហៅគេវានឹងរៀងលំដាប់ឲ្យយើងបានត្រូវមែនតើអូខេអញ្ចឹងខ្ញុំចុចលើហ្នឹងមកខ្ញុំចូលក្នុងadd column នេះមកខ្ញុំ from example ហើយខ្ញុំយក select column អូខេនេះវាបាន column ថ្មីមួយមកខ្ញុំដាក់ឈ្មោះវាថា
ordering អូខេមិនជិលនេះឃើញលេខ1ហ៎ខ្ញុំដាក់លេខ1មកដាក់លេខ1មកហើយ enter មកនេះវាអង្គុយចាប់ឲ្យយើងអស់លីងអូខេឃើញចាប់ឲ្យយើងហ៎តែដល់ពេលវាជាប្រភេទ star នេះវាអត់មានអីទេយើងអត់យកទេចោតបានលេខ1លេខ2អូខេយើងចាប់អានេះបានលេខ1លេខ2អូខេបើសិនជានេះចាប់បានបើវា star ចាប់បាននេះអូខេ0អត់បានអូខេទុកនឹងចុះចាំខ្ញុំហៅវិធីដោះមួយទៀតអញ្ចឹងវានឹងចាប់ឲ្យតែមានលេខចុចពីមុខគឺវាចាប់ឲ្យដល់ពេលករណីមួយនេះវាអត់ដឹងចាប់អីវាទុកនឹងដែរខ្ញុំយកសិននេះខ្ញុំនឹងបាន ordering number ឯងអូខេប៉ុន្តែវានៅតែជាអក្សរនៅឡើយអញ្ចឹងអក្សរយើង order អត់ត្រូវទេតែយើងអក្សរ order ត្រូវដោយសារអីវាជាប់នេះអានេះវាហៅវិធីចាប់អត់ឃើញវាអត់ឆ្លាតដល់ណាស់ហ្នឹងអញ្ចឹងវិធីមួយទៀតគឺខ្ញុំបំលែងវាទៅជាលេខ whole number អូខេនៅពេលដែលខ្ញុំបំលែងវាទៅជា whole number ទៅវាមាន error មួយចំនួននេះ error អូខេណាឃើញ error ហើយមកគេធ្វើម៉េចគេមាន replace error អត់អូខេchange tab បន្ទាប់មកកន្លែងនេះគេមាន replace error ណានេះ replace error អញ្ចឹងបើវាជួប error យើងចង់ដាក់អីអូខេអត់អញ្ចឹងបើជួប error យើងដាក់ណាលមកមិនបាច់មានទេអូខេមកអញ្ចឹងកន្លែងហ្នឹងគឺយើងចាប់លេខបោះលំដាប់បោះ question បានហើយអាពីរដែលចាក់ទៅមួយ bad point point need to improve ហើយនឹង good point ហ្នឹងយើងឲ្យវាជា null អូខេហើយកន្លែងនេះខ្ញុំមកដល់ហ្នឹងហើយខ្ញុំដូរវាទៅជាលេខយកហ្មងខ្ញុំ close បានណាអញ្ចឹងខ្ញុំចាប់លេខវាបានអីគេមុននឹងដើរធម្មតាណាគ្រាន់តែវាអត់រៀងលំដាប់ទៅតាមអីដែលយើងចង់បានអញ្ចឹងយើងចាប់បង្កើតមក column មួយទៀតគឺទុកដាក់លេខហ្មងទុកឲ្យវារៀងលំដាប់ឃើញណាចានេះនៅដដែលទេអញ្ចឹងខ្ញុំរកវិធីរៀងលំដាប់ខ្ញុំធ្វើមិនបានរៀងចេញរៀងលំដាប់ short by មានតែ2ទេអញ្ចឹងខ្ញុំទាញ ordering number ហ្នឹងយកមកដាក់វាមួយទៀតកន្លែងមួយនេះអូខេ for you អូខេខ្ញុំ ordering number មាន order ទេ filter ចូលមកក្នុងនេះមកគេហៅ short assign design group by ordering sort by ordering number ហើយខ្ញុំទាញមកដាក់មួយមក ordering number ជប់លើនេះមកពុបហើយចាក់មកអូខេនេះយើងមាន attribute ចឹងខ្ញុំទាញ ordering number មួយមកយកមកដាក់នៅក្នុងនេះអូខេតើមកខ្ញុំបានលេខហើយចង់ជំតាត់បានហើយ for you now ordering number ខ្ញុំយកមកដាក់ក្នុងនេះមក
order by ordering number អូខេ disin asin យ៉ាត្រូវហើយអូខេ 1 2 3ត្រូវណោះ extend all ordering number by អត់ជាប់ 1 2 3ត្រូវហើយ10 11 12នៅក្រោមអូខេបានអត់ប៉ុណ្ណឹងអូខេអញ្ចឹងយើងបានរៀងលំដាប់ហើយយើងបាន good point bad point ហើយនឹងមួយទៀតដែលខ្ញុំធ្វើមុនហ្នឹងគឺយើងអត់ចង់ឲ្យចុចលើនេះទៅវា effect ឆេងអាផ្សេងហ៎ត្រូវហ៎យើងចុចលើវាមកចូល format ចូល edit interactive មកហើយយើងដកអាផ្សេងចូលមកអូខេហើយយើងបិទវាទៅពេលយើងចុចលើវាទៅវាឡើង effect មួយគ្នាហើយដល់ពេលយើងចុចលើនេះវា effect លើនេះវិញហេយើងវា effect ឡើងទៅលើវិញអញ្ចឹងកន្លែងហ្នឹងក៏យើងអាចធ្វើដូចគ្នាដែរយើងត្រូវតែទាញវាចុះខំបន្តិចឲ្យស្រួលប្រើចុចលើនេះវិញខ្ញុំចូល edit នេះមកហើយខ្ញុំដកអានេះចោលខ្ញុំដកនេះចោលអូខេចុចលើនេះវិញមកខ្ញុំដកពីនេះចោលអូខេអញ្ចឹងខ្ញុំបិទវាវិញបានខ្ញុំបិទ edit នឹងបានអូខេចឹងពេលខ្ញុំចុចអានេះទៅវាលេង effect លើអាផ្សេងទៀតហើយឃើញអត់លេង effect ឯងអូខេប៉ុន្តែខ្ញុំចុចលើនេះវានឹង effect អាពីរនេះអូខេណោះអញ្ចឹងអានេះគឺជា step ដែលយើងត្រូវធ្វើអូខេប៉ណ្ណឹងចប់ហើយយើង save មកណាខ្ញុំគិតថាខ្ញុំមិនបាច់ប្រាប់ពីវិធី save ទេចុចលើនឹងមកហើយទៅវិធី save ខ្លួនឯងទៅមិនពិបាកអីទេនេះអូខេណោះអូខេអញ្ចឹងខ្ញុំបិទវីដេអូប៉ុណ្ណឹងហើយខ្ញុំ